ចំណុចទី4នេះគឺជាតម្លៃបច្ចុប្បន្ននៃធនធានចំគ្រាគេថា present value of an ordinary annuity ចឹងគឺតម្លៃបច្ចុប្បន្នគឺតាមដោយ P បាទតាមដោយ P ស្មើនឹងល្អកតា1ដក1បូក I គុណដល់ n ចែក I បាទណាហើយយើងnóiគឺអជាទឹកប្រាក់ថេបងនៅតាមចំគ្រានីមួយៗI ជាអត្រាការប្រាក់គប់ក្នុងមួយគ្រាបាទហើយ M គឺជាចំនួនគ្រាក្នុងមួយឆ្នាំណា N ជាចំនួនគ្រាសរុបនៅក្នុងកិច្ចសន្យាបាទណាហើយតេគិតជាឆ្នាំបាទអញ្ចឹងយើងនឹងមើលការតម្រូវបញ្ជាក់បាទរូបមន្តនេះតិចបាទអញ្ចឹងជាទូទៅតម្លៃអនាគតនៃការប្រាក់គប់បាទវាស្មើនឹងតម្លៃអនាគតនៃធនធាននៃធនធានបាទហ្នឹងហើយអញ្ចឹងគឺតម្លៃអនាគតគឺវាស្មើគ្នាបាទស្មើគ្នាអញ្ចឹងយើងដាក់ឲ្យរូបមន្តពីរស្មើគ្នាបាទអានេះគឺទឹកប្រាក់ពេជាតម្លៃបច្ចុប្បន្ននៃជាប្រាក់បច្ចុប្បន្នឬប្រាក់ដើមបាទប្រាក់នៃតម្លៃអនាគត FV បាទដែលគុណនឹងកត្តាមួយបូក I ហើយគុណ n ហើយ SN ជាតម្លៃអនាគតសរុបនៃធនធានបង់តាមគ្រាបាទអញ្ចឹងពីរនេះវាស្មើគ្នាបាទស្មើគ្នាយើងទាញឲ្យតម្លៃអនាគតទាំងពីរស្មើគ្នាបាទអញ្ចឹងតទៅមកគឺយើងទាញរកពីរទាញរក present value ឬក៏ពេលនេះបាទអញ្ចឹងយើងចែកវាបាទចែកទៅគឺទាញទៅអង្គខាងស្ដាំគឺយើងគុណកតាមួយបូក I ស្វ័យគុណដល់ n បាទអញ្ចឹងពេលហ្នឹងគឺយើងទាញបើយើងគុណវាចូលគុណកតានេះចូលក្នុងខាងនេះបាទអញ្ចឹងគុណទៅគឺស្វ័យគុណដក n និងបូក n គឺស្វ័យគុណស្មើ0អញ្ចឹងកតានេះគឺ0វាស្មើ1អញ្ចឹងគឺស្មើលេខ1ហ្នឹងហើយអញ្ចឹងបានរូបមន្តនេះគឺជារូបមន្តសម្រាប់កណេរោគថ្លៃបច្ចុប្បន្ននៃធនធានចំគ្រាបាទបាទឥឡូវយើងមើលឧទាហរណ៍ Mr. A ឬលោក A បាទសន្សំប្រាក់$250ទៅក្នុងគណនីធនាគារនៅរាល់ចុងខែដែលមានអត្រាការប្រាក់6%រយៈពេល3ឆ្នាំបាទអញ្ចឹងគាត់សន្សំប្រាក់ជាលក្ខណៈដាក់សន្សំជារៀងរាល់ខែរៀងរាល់ចុងខែគឺ$250ជារៀងរាល់ចុងខែទៅក្នុងគណនីធនាគាររបស់គាត់បាទកញ្ញា B ចង់បានប្រាក់អនាគតស្មើនឹងលោក A ដែរបាទប៉ុន្តែនាងចង់ដាក់តែម្ដងបាទដាក់តែម្ដងនៅថ្ងៃនេះបាទតើនាងត្រូវការលុយប្រមាណដើម្បីដាក់ចូលក្នុងធនាគារដើម្បីទៅអនាគតបានលុយស្មើគ្នាទៅនឹងជាមួយលោក A បាទអញ្ចឹងបែរថានេះគឺជាលុយអនាគតបងកញ្ញា B បាទកញ្ញា B គាត់ដាក់ជាលក្ខណៈការប្រកួតហើយលោក A គាត់លុយអនាគតរបស់គាត់គឺគាត់ដាក់ជាលក្ខណៈធនធានចុងគ្រាអញ្ចឹងសរុបលុយអនាគតពីរស្មើគ្នាបាទអញ្ចឹងយើងទាញមកទាញរកថាតើកញ្ញា B ត្រូវដាក់លុយប្រមាណដុល្លារជាងយើងទាញសមីការនេះបាទទាញសមីការនេះគឺយើងកណនេះទៅឃើញកន្តើមលុយអនាគតនេះគឺរបស់លោក A កណនេះឃើញ9,834.03អញ្ចឹងយើងទាញបានលុយនេះគឺស្មើប៉ុណ្ណឹងបាទអញ្ចឹងយើងទាញយកភីបាទទាញយកភីគឺយើងចែកនឹងកន្តើមនេះបាទតែកន្តើមនេះហើយស្វ័យគុណដកបាទស្វ័យគុណដក36ព្រោះ12គុណ3បាន36ហើយយើងទាញនៅអង្គស្ដាំតែជាចែកហើយរុញឡើងទៅលើទៅជាដកហ្នឹងហើយអញ្ចឹងទីបំផុតយើងកណនេះឃើញលុយបច្ចុប្បន្នដែលកញ្ញា B ត្រូវដាក់ទៅក្នុងធនាគារនៅថ្ងៃនេះគឺដាក់$8,217និង75សេនបាទហ្នឹងហើយមួយទៀតគឺពូចង់ឲ្យចង់បញ្យល់ពីការប្រើម៉ាស៊ីនគណលេខក្នុងការគណនាលេខនេះបាទអញ្ចឹងលេខនេះយើងដែលយើងកណនាឃើញ9,834.03នេះគឺយើងកណនាមិនបាទគឺយើងកណនាពីក្នុងចេញទៅក្រៅបាទក្នុងចេញទៅក្រៅហ្នឹងគឺយើងយកនេះគឺយើងយក0.01នេះយើងមកចែកនឹង12បាទណាចែក12ហ្នឹងយើងប្រើទៅលេខចាប់ដើមពីហ្នឹងមុនយក0.01នេះចែក12បាទចែក12ហើយយើងបូកមួយលេខ1អញ្ចឹងយើងឃើញលុយឃើញលេខទាំងមូលនេះបាទហើយចាំចុចស្វ័យគុណ36បាទចុចស្វ័យគុណ36ចុចស្វ័យគុណ36ទៅឃើញលទ្ធផលដក1បាទដក1បាទដក1ហើយឃើញលទ្ធផលគុណ12បាទគុណ12បាទគុណ12ហើយចែកនឹង0.06បាទអញ្ចឹងគឺឃើញលេខកន្តើមមូលនេះហើយយកមកគុណ250គុណ250អញ្ចឹងគឺអានេះទៅវាឃើញលេខនេះឃើញលេខ9,834.03បាទ
đó làពេលlà lấyនេះបាទកន្លែងនេះគឺយើងទាញមកបានប៉ុណ្ណេះហើយបានប៉ុណ្ណេះយើងចង់កាក់5សិនកើតលេខយ៉ាងម៉េចដើម្បីឲ្យយើងចុចទៅឃើញលទ្ធផល8217.75បាទអញ្ចឹងគឺដូចនេះហើយគឺចាប់ដើមពីយក0.01ចែក12ចែក12ហើយបូក1បាទហើយយើងចុចកណេស្វ័យគុណបាទយើងវាយសញ្ញាដកហើយវាយលេខ36បាទនៅលើស្វ័យគុណហ្នឹងបាទហើយឃើញលទ្ធផលបានយកមកគុណ9800បាទ834.03នេះគុណឃើញលទ្ធផលបាទនេះជាវាប្រើមិនទាំងកាត់លេខនេះជាទីហោមួយទៀតបាទទីហោមួយទៀតគឺចង់ឲ្យយើងកណនាបាទកណនាតើអ្នកអាចចេញប្រាក់បានប្រមាណដុល្លារបាទបើមានអត្រាការប្រាក់18%ហើយអ្នកមានលទ្ធភាពសងរំលោះ$10,000បាទនៅរាល់ចុងឆ្នាំបាទរាល់ចុងឆ្នាំហើយអ្នកមានបំណងចង់បង់ផ្ដាច់បំណងនេះក្នុងរយៈពេល10ឆ្នាំបាទអញ្ចឹងគេអ្នកមានលទ្ធភាពមួយខែក្នុងមួយឆ្នាំអាចសងរំលោះ$10,000បាទអញ្ចឹងយើងអាចយករូបមន្តនេះយកមកជួសជុលបាទរក PV រកថ្លៃបច្ចុប្បន្ននៃធនធានបាទហើយអានេះគឺជាការប្រាក់ក្នុងមួយឆ្នាំបាទអញ្ចឹងយើងហើយ N មក10បាទយើងកណនាទៅយើងឃើញ5សិនកលេសគឺយើងទៅចុចទេបាទចុចកណនានេះមុនបាទ1បូក0.18នេះបាទអញ្ចឹងឃើញ1.18ហើយចុចស្វ័យគុណដក10បាទស្វ័យគុណដក10ហើយឃើញលទ្ធផលយើងចុចដូរសញ្ញាដកបាទដូរទៅសញ្ញាដកនៅមុខលេខហើយយើងបូក1ហើយយើងចែកជា0.18ហើយយើងគុណ10000អញ្ចឹងឃើញយើងត្រូវលុយបច្ចុប្បន្ននេះគឺស្មើនឹង44000បាទដែលយើងត្រូវខ្ចីបាទអញ្ចឹងយើងអាចខ្ចីលុយប៉ុណ្ណឹងសម្រាប់សងរំលោះចុងខែរាល់ចុងឆ្នាំមួយខែ10000ហើយមួយឆ្នាំ10000ក្នុងរយៈពេល10ឆ្នាំបានហើយនេះគឺជាការរួមមន្តដែលយើងចង់កណនាក្នុង Microsoft Excel យើងបាយតាមរូបមន្តនេះបាទគឺបីសញ្ញាស្មើដក PV កតាបើវងចោដាក់18%ចូលដាក់10ឆ្នាំ N ប្រើនេះចំនួនឆ្នាំឬចំនួន period បាទ N period បាទហើយ PMT គឺ payment បាទ regular payment ហើយយើងអត់ស្គាល់លុយអនាគតទេបាទខ្ញុំមិនដាក់ទេថាអីដាក់ទៅប្រងចោយើងenter ទៅឃើញលទ្ធផលបាទអញ្ចឹងករណីការដែលយើងតងរួមវិញយើងអាចធ្វើជាតារាងបាទជាតារាងបាទណាយើងអាចមានលុយបច្ចុប្បន្នដែលយើងទុំខ្ចីគេគឺ44940.86សេនបាទនេះជាលុយដែលយើងត្រូវសងបាទហើយតមកគឺនៅចុងឆ្នាំទី1បាទបើយើងត10ឆ្នាំចុងឆ្នាំទី1យើងសងលុយលុយថេបាទហើយថា installment គឺលុយថេ$10,000អញ្ចឹងយើងក្នុង$10,000គឺមិនមែនបានយើងសងលុយដើមទាំងត្រង់ទេបាទវាមានការប្រាក់របស់វាបាទនេះជាការប្រាក់ការប្រាក់ហ្នឹងគឺ18%បាទអញ្ចឹង18%នៃការប្រាក់នេះវាយកគុណមកនេះបាទក្នុងមួយឆ្នាំយក44ចុច940.81គុណនឹង18%គុណឃើញការប្រាក់8089.36បាទអញ្ចឹងនេះជាសងការប្រាក់ហើយអញ្ចឹងយើងamount paid to principal មានជាលុយដែលយើងសងប្រាក់ដើមគឺបាន1000បាទបាន$1910.4 សេនបាទអញ្ចឹងយើងយកទៅសងbalanceចាស់ទៅវាដល់balanceថ្មីវានៅtrongឆ្នាំទី1នៅពាក់គេ43000.22 សេនទៀតអញ្ចឹងtrongឆ្នាំទី2យើងសងប៉ុណ្ណេះទៀតប៉ុន្តែលុយ$10,000នេះគឺសងការប្រាក់ប៉ុណ្ណេះបាទនៅសល់ប៉ុណ្ណេះមិនសងប្រាក់ដើមបាទអញ្ចឹងយើងយកលុយនេះទៅដកចេញពី43.030នេះទៅវានៅដល់40គុតនេះបាទអញ្ចឹងធ្វើចឹងរហូតដល់ឆ្នាំទី10គឺយើងសូមនឹងដល់បាទសងនេះគឺនៅសល់balance 0បាទដល់balance 0ហើយក្នុងករណីយើងអាចបូកការប្រាក់បាទការប្រាក់គឺក្នុងរយៈពេលដែលយើងសងសរុបពេលស្មើប្រមាណបាទអញ្ចឹងយើងយកលុយបូកការប្រាក់ចូលទៀតទៅយើងឃើញថាការប្រាក់បាទដែលយើងសងអស់ប្រមាណបាទហើយមួយទៀតគឺការប្រាក់នេះគឺយើងអាចធ្វើបែបនេះបានបាទគឺយើងនឹងយើងជពាក់គេតែ44000បាទ$940.21សេនបាទនេះយើងជពាក់ហើយដល់ពេលយើងសងទៅវិញគឺ10ដង10000នេះ10ដងអញ្ចឹងវាអង្គ100000អត់100000អញ្ចឹងយក100000ដកលុយដែលយើងខ្ចីនេះមកបាទអញ្ចឹងគឺវាក៏ឃើញការប្រាក់ស្មើនឹង55,059.41ដូចគ្នាបាទមានថាយើងយកលុយដែលយើងសងទៅវិញបាទគឺ100000ហើយ
dương bạc ký lại con này là dương đo rồi đam là dương bạc chỉ máu được kinh rồi cả rắn ngọt hay cả rắn với đô bị lưu cho cổ một kinh rồi dương đây vào rồi cho nên pi cả đấy bây giờ thư tara này chính và là dương cái đấy bà này nó chưa rồi muốn để pra pra được nông Excel là on anh người nông thực phải